នៅក្នុងភូមិតូចមួយមានលោកយាយម្នាក់ឈ្មោះថាសុភាអាយុ80ឆ្នាំលោកយាយគឺជាស្ត្រីមេម៉ាយនិងមានផ្ទះដីស្រែចម្ការជាច្រើននិងមានទ្រព្យសម្បត្តិគ្រប់គ្រាន់សម្រាប់រស់នៅរហូតដល់ចាស់ប៉ុន្តែបើទោះបីជាមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយលោកយាយរស់នៅតែម្នាក់ឯងព្រោះស្វាមីរបស់លោកយាយបានទទួលមរណភាពជាច្រើនឆ្នាំមកហើយថ្ងៃមួយលោកយាយបានទៅមើលស្រែរបស់គាត់ហើយបានជួបបុរសវ័យក្មេងម្នាក់ឈ្មោះថាវណ្ណៈមានអាយុ20ឆ្នាំហើយវណ្ណៈគឺជាកូនកសិករក្រីក្រមួយនៅក្នុងភូមិហើយរាល់ថ្ងៃវណ្ណៈតែងតែជួយការងារធ្វើស្រែចម្ការឪពុកម្ដាយដើម្បីរកចំណូលចិញ្ចឹមគ្រួសារពេលឃើញលោកយាយកំពុងពិបាកដើរឆ្លងកាត់វាលស្រែវណ្ណៈបានចូលទៅជួយដោយមិនគិតពីអ្វីទាំងអស់ហើយចាប់តាំងពីពេលនោះមកលោកយាយតែងតែបានជួបវណ្ណៈនៅឯស្រែហើយពួកគេទាំងពីរនាក់បាននិយាយសួរសុខទុក្ខគ្នាទៅវិញទៅមកកាន់តែស្គាល់ចិត្តគ្នាច្រើនឡើងសម្រាប់វណ្ណៈលោកយាយសុភាមិនមែនជាអ្នកមានដែលគួរឲ្យគោរពដោយសារតែទ្រព្យសម្បត្តិនោះទេប៉ុន្តែជាមនុស្សដែលមានចិត្តល្អនិងតែងតែជួយអ្នកក្រីក្រនៅក្នុងភូមិចំណែកលោកយាយក៏បានមើលឃើញថាវណ្ណៈគឺជាមនុស្សស្មោះត្រង់និងខិតខំធ្វើការហើយមិនដែលគិតចង់បានទ្រព្យសម្បត្តិរបស់លោកយាយម្ដងណាឡើយស្រាប់តែនៅថ្ងៃមួយលោកយាយបានសម្រេចចិត្តនិយាយការពិតថាលោកយាយមានអារម្មណ៍ពិសេសចំពោះវណ្ណៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះអាយុរបស់ពួកគេទាំងពីរខុសគ្នារហូតទៅដល់60ឆ្នាំឯណោះប៉ុន្តែបន្ទាប់ពីវណ្ណៈបានគិតយ៉ាងយូរវណ្ណៈក៏បានឆ្លើយតបទៅលោកយាយដោយមិនលាក់លៀមថាខ្ញុំមិនបានមើលលោកយាយតាមអាយុឬក៏ទ្រព្យសម្បត្តិនោះទេខ្ញុំមើលលោកយាយតាមចិត្តល្អនិងការគោរពដែលឲ្យលោកយាយមានចំពោះខ្ញុំក៏មានអារម្មណ៍និងស្រឡាញ់លោកយាយផងដែរហើយដំណឹងនេះបានលេចលឺទៅដល់អ្នកភូមិតាំងពីចុងភូមិរហូតទៅដល់ដើមភូមិមនុស្សជាច្រើននិយាយដើមនិងមិនយល់ស្របព្រោះអ្នកទាំងពីរមានអាយុខុសគ្នាខ្លាំងហើយមានជីវភាពខុសគ្នាឆ្ងាយណាស់ប៉ុន្តែលោកយាយនិងវណ្ណៈមិនបានឆ្លោះជាមួយនឹងអ្នកណាទេពួកគេគ្រាន់តែបង្ហាញតាមសកម្មភាពថាពួកគេគោរពនិងយកចិត្តទុកដាក់ចំពោះគ្នាស្រឡាញ់គ្នាទៅវិញទៅមកបន្ទាប់ពីពេលវេលាមួយពួកគេបានសម្រេចចិត្តរៀបការជាមួយនឹងគ្នាដោយមានការយល់ព្រមពីគ្រួសារទាំងសងខាងថ្ងៃរៀបអាពាហ៍ពិពាហ៍អ្នកភូមិជាច្រើនបានចូលរួមហើយលោកយាយសុភានិងវណ្ណៈបានឈរជាមួយគ្នាបើទោះបីជាមានអាយុខុសគ្នាខ្លាំងក៏ដោយរឿងនេះបានបន្សល់ទុកជាមេរៀនមួយថាមនុស្សម្នាក់មិនត្រូវបានវាស់តម្លៃត្រឹមតែអាយុឬក៏ទ្រព្យសម្បត្តិនោះទេការគោរពភាពស្មោះត្រង់និងការយល់ចិត្តគ្នាក៏ជារឿងសំខាន់មួយនៅក្នុងទំនាក់ទំនងរបស់មនុស្សយើងផងដែរហើយចាប់ពីពេលនោះមកលោកយាយសុភានិងវណ្ណៈបានរស់នៅជាមួយនឹងគ្នាយ៉ាងមានក្តីសុខដោយការគោរពនិងថែរក្សាគ្នាបើទោះបីសង្គមជុំវិញពួកគេមានមតិយល់ខុសៗគ្នាក៏ដោយ